Mao tiệt hơi bong ôn ơi Mao tiệt hơi nhị bị thang ngày ní á nôm bục mai bong ôn mà cho ca chori đến thông mộng nơ rồi nhiều chơi xí bong ôn ơiอยู่bị thang plai drown เหม็น tên drown จึง chori để những chung ban tơ được môn tiệt chẳng nè chả chung điệp số có được chia số đấy bục mai bong ôn từ ở kia chả chỉ từ bốn đi bong ôn ơi ngược màu ở toàn chẳng có bạn phơm hồ bong ôn những chung ban scout chúng mình picnic hai nâng chin bong bong trời á và tao bong ôn ơiមានសក់ចេក5ផ្លែអញ្ចឹងក៏នឹកឃើញតែចង់ញ៉ាំចេកចៀនបងប្អូននេះបងប្អូនក៏ដាក់ចេកបំពងចៀននិយាយពីថាចេកចៀនឆ្ងាញ់មែនតើបងប្អូនអើយចេកនឹងល្អដល់ពេលយើងមកធ្វើចេកចៀនទៅនិយាយពីឆ្ងាញ់ហើយបងប្អូនអើយឥឡូវបន្ទាប់ពីរៀបចំហើយអីហើយក៏បានរៀបចំខ្លួនបន្ទាប់មកចេញមកផ្ទះក៏ឃើញសัตว์កប្រុកណាបងប្អូននេះនៅនេះសម្បូរមែនតើសัตว์កប្រុកសัตว์ទន្សាយក៏មានច្រើនក៏ថតឲ្យបងប្អូនបានមើលហើយបន្ទាប់មកក៏បានឃើញផ្កាចាប៉ាបងប្អូនអើយនេះផ្កាចាប៉ានៅស្រុកអាខាំងណាបងប្អូនមើលនេះផ្កាគេធំធំល្អមែនតើអូយពីក្លិននេះដូចផ្កាចាប៉ាអញ្ចឹងតែនេះខ្ញុំអត់ដឹងថាហ្នឹងផ្កាអីប៉ុន្តែវាមានរូបរាងដូចផ្កាចាប៉ាហើយក្លិនស្រៀងផ្កាចាប៉ាអញ្ចឹងណាអញ្ចឹងនាងខ្ញុំហៅថាផ្កាចាប៉ាអាកាំងហ្មងបងប្អូនអើយមកផ្កាដើមគេទូចទេនិយាយពីថាផ្កាគេរីកក៏ជុំហ្មងដើមចម្ប៉ានៅស្រុកខ្មែរផ្ការៀងទូចនៅនេះផ្កាឡើងធំចាបងប្អូនអើយបន្ទាប់មកនេះខ្ញុំក៏បានដាក់ចេក3ផ្លែដែរដើម្បីឲ្យយើងញ៉ាំតាមផ្លូវអញ្ចឹងណាចាយើងចេញមកដំណើរមួយ3នាក់ម៉ាក់ក្មេកនេះខ្ញុំហើយនឹងគ្រួសារបន្ទាប់មកបងប្អូនអើយអ្នកណាថានៅស្រុកអាមេរិកអត់មានធ្វើស្រែនេះបងប្អូនអើយនេះស្រែនៅស្រុកអាមេរិកណាប៉ុន្តែនេះគេហៅស្រូវសាលីបងប្អូនចានេះគេយកទៅបិទស្រែក៏ឃើញចកាស្រូវសាលីអញ្ចឹងក៏បានចុះមកថតបង្ហាញឲ្យពុកម៉ែបងប្អូនបានទស្សនាដែរអញ្ចឹងណាចានេះបងប្អូននេះគេចកាគេឲ្យនេះគេប្រមូលផលគេប្រមូលផលបែបហ្នឹងបងប្អូនអើយក៏បានឃើញគេប្រមូលផលផ្លែភ្នែកពេកទៅក៏បានចុះថតបង្ហាញពុកម៉ែបងប្អូនឲ្យទស្សនានេះឃើញបងប្អូនគេទោះបីប្រមូលផលគេប្រមូលផលនៅម៉ាស៊ីនហើយគេដាក់កញ្ចុំបែបហ្នឹងណាគេដាក់អាហ្នឹងគេហៅនៅស្រុកខ្មែរគេហៅកដាប់មើលទៅចាបងប្អូនអើយជីបានបន្តិចហ្នឹងក៏ឃើញផ្ទះនៅស្រុកគេវាថានេះវាថាផ្ទះនៅខាងជនបទណាបងប្អូនតែមើលផ្ទះគេនេះស្អាតហើយធំមែនតើចាធំហើយទីធ្លាធំចាបន្ទាប់ពីនាងខ្ញុំជីបានប្រហែលជា45នាទីឥឡូវមកដល់ចកាឈូរីដែលយើងត្រូវមកបងប្អូនអើយចកាឈូរីនេះធំជាងឈូរីដែលនាងខ្ញុំមកលើកមុនទៀតនាងខ្ញុំមកចំនួន3ដងហើយតែលើកទី3នេះមកចកាធំគេបងប្អូនមើលនេះមួយដើមនេះបងប្អូនទាយមើលដើមមួយគេបងប្អូនអើយដើមឈូរីអូនាងខ្ញុំចូលមកដំបូងហ្នឹងឡងភ្ញាក់មែនតើឃើញដើមនឹងធំមកហើយដល់ទៅពេលមើលខាងលើទៅផ្លែដល់កបងប្អូនអើយមកដើមគេនេះមិនដឹងជារាប់ពាន់ឆ្នាំទៅមើលទៅនេះបងប្អូនបន្ទាប់ពីឃើញផ្លែឈើរីនេះស្អាតក្រហមពេកអញ្ចឹងទៅក៏បានឲ្យគ្រូសាគាត់បានជួយថតបង្ហាញឲ្យអញ្ចឹងណាបងប្អូនអើយនិយាយពីថាផ្លែឈើរីដែលនាងខ្ញុំមកចកានេះនិយាយពីផ្លែគឺច្រើនមែនតើឡើងក្តាំងហ្មងបងប្អូនចានេះមើលអូយនេះដូចផ្លែនេះឈើរីនេះគេទុំពណ៌លឿងបងប្អូនចានេះឈើរីពណ៌លឿងបងប្អូនអើយមួយផ្លែគេនេះទុំណាបងប្អូនចានេះគេទុំហើយប៉ុន្តែឈើរីនឹងពណ៌លឿងពូជពណ៌លឿងអញ្ចឹងនេះបងប្អូនអើយមួយផ្លែគេនេះហើយនិយាយពីថានៅខាងក្រៅវិញពណ៌ឡើងនិយាយថាពណ៌ឡើងលឿងបងប្អូនចាសំទោសពណ៌ឡើងលឿងច្រាំដូចមាសអញ្ចឹងបងប្អូនអើយហើយនៅខាងក្រៅពណ៌គេស្អាតមែនតើបងប្អូនចានេះអូយនេះខ្ញុំនេះថតផងខ្វាកផងមកចកាឈើរីលើកនេះវាថាវាច្រើនជាងចកាដែលនាងខ្ញុំបានទៅពីមុននាងខ្ញុំមក3ដងហើយប៉ុន្តែចកាឈើរីលើកនោះនិយាយថាបងប្អូនអើយផ្លែច្រើនមែនតើបងប្អូនមើលនេះមួយផ្លែគេនេះអូយនាងខ្ញុំនេះអង្គុយខ្វាកផងអីផងដោយសារថ្ងៃនេះកាពិតអត់ត្រូវបានមកទេប៉ុន្តែដោយសារតែបងប្រុសបងស្រីគាត់អញ្ជើញមកអញ្ចឹងទៅក៏បានណាត់គ្នាមកចកាឈើរីដើម្បីដោយសារតែនាងខ្ញុំទៅលើកមុនអញ្ចឹងបានប្រាប់អញ្ចឹងគាត់ចង់មកអញ្ចឹងក៏យើងណាត់គ្នាមកចកាឈើរីធំនៅខាង New Jersey ចាបងប្អូនមើលនេះមួយផ្លែគេនេះអូយឡើងក្តាំងហ្មងណាព្រោះដោយសារដើមនេះដើមនៅចកានេះដើមគេនឹងចាស់អញ្ចឹងផ្លែច្រើនជាងចកានេះខ្ញុំទៅលើកមុនណាបងប្អូនមើលនេះមួយផ្លែគេអូយឡើងក្តាំងអូយផ្លែច្រើនមែនតើនាងខ្ញុំនឹងអង្គុយខ្វាកផងអីផងហើយញ៉ាំបងប្អូនអើយញ៉ាំឡើងចុកពោះមែនតើត្រូវដោយសារតែញ៉ាំអីបានតិចតួចដែរយើងទៅញ៉ាំចេញទៅដល់ពេលញ៉ាំឡើងចង់ចុកពោះថ្ងៃហ្នឹងហើយបងប្អូនអើយនាងខ្ញុំនេះឃើញផងអែនអនថតទៀតហើយបងប្អូនអើយវិធាននេះមកបងប្អូនមើលផ្លែមើលច្រឡំផ្លែព្រីងផ្លែអីបងប្អូនអើយមិនមែនផ្លែព្រីងទេផ្លែឈើរីហើយបេះញ៉ាំសិនហើយអូយឆ្ងាញ់មែនតើចាបន្ទាប់ពីបេះហើយអីហើយពួកយើងក៏បានអង្គុយសារៈនៅក្រោមដើមអង្គុយញ៉ាំក្រោមដើមអញ្ចឹងជាមួយបងប្រុសបងស្រីចាបន្ទាប់ពីហើយអីហើយពួកយើងក៏បានចែកផ្លូវគ្នាមកផ្ទះវិញរៀងខ្លួនបងប្អូនអើយចាគិតលុយហើយអីហើយនេះបងប្អូនបន្ទាប់ពីនាងខ្ញុំបានមកដល់ផ្ទះ
នេះខ្ញុំក៏បានយកផ្លែ cherry ដែលយើងបានបេះពីចង្កាហ្នឹងយកមកលាងសម្អាតចេញអញ្ចឹងណាអូយផ្លែល្អមែនតើ cherry លោកនេះបងប្អូនអើយផ្លែគេធំជាង cherry លោកមុនទៀតនេះខ្ញុំបានយកអំបិលមួយចានមកបងប្អូនអើយមកអង្គុយញ៉ាំព្រោះដោយសារតែ cherry អាពណ៌រាងក្រហមហ្នឹងរាងជូរបងប្អូនចាដោយសារវាអត់ទាន់ទុំល្អអញ្ចឹងរាងជូរអែមអញ្ចឹងនេះខ្ញុំក៏បានញ៉ាំជាមួយអំបិលម្ទេសអូយឆ្ងាញ់មែនតើបងប្អូនអូយឆ្ងាញ់មែនតើអូយនិយាយពីថាចូលចិត្តមែនតើបងប្អូនអើយញ៉ាំអស់មួយហើយមួយទៀតហ្មងញ៉ាំឡើងចង់ចុកពោះថ្ងៃនេះចាអរគុណបងប្អូនជម្រាបលាកុំភ្លេចជួយ like និង share វីដេអូរបស់នេះខ្ញុំផងណាបាទនិយាយខុសអីកុំប្រកែកប្រកាន់ទេបងប្អូនអើយធ្វើមិនទេតែមិនចេះកាត់តវីដេអូហើយក៏អត់សូវប្រកែកនិយាយដែរចាអរគុណបងប្អូនជម្រាបលា